dương từ đây là tôi bỏ miền để sập sai tam bờ pon sập sai thom thomเลย bị phục lục tha sừng kìmระเวียงIndia និង Pakistan ចាប់ដើមផ្ទុះព្រឹកមិញនេះបាទដែលធ្វើឲ្យមានការព្រួយបារម្ភសម្រាប់ពិភពលោកទាំងមូលពីព្រោះប្រទេសទាំងពីរនេះសិតតែជាប្រទេសដែលមានអាវុធនុយក្លេអ៊ែរដូចគ្នាបាទអាវុធនុយក្លេអ៊ែរដូចគ្នាមានភាពតានតឹងប្រមាណខែមកហើយចាប់តាំងពីមានភេរវកម្មបាញ់សម្លាប់ទៅលើជនជាតិឥណ្ឌារហូតដល់26នាក់ជាអ្នកទេសចរនោះអញ្ចឹងធ្វើឲ្យភាពតានតឹងនេះក្តៅបន្តឈានទៅដល់ថ្ងៃនេះព្រឹកនេះផ្ទុះអាវុធតែម្ដងចា៎បាទផ្ទុះអាវុធបានន័យថាផ្ទុះសង្គ្រាមធំតែម្ដងបានន័យថាពីថ្ងៃច័ន្ទលោករទ្ធីទើបតែប្រហើបតាក់ទងរឿងនិយាយជាមួយនឹងប៉ាគីស្ថានថាទំនងអាចនឹងបាញ់អញ្ចឹងយប់មិញហ្នឹងបាញ់មែនបាទចា៎បាទអញ្ចឹងនេះខ្ញុំបានជម្រាបជូនក្បាលរឿងមេតិកាបាញ់មិញនេះអញ្ចឹងសូមទុករឿងក្នុងស្រុកមួយសិនម្ល៉េះសិនចាំយើងតិចទៀតយើងជម្រាបជូនតាមលំដាប់ដោយប៉ុន្តែសម្រាប់ដោយសារតែព័ត៌មានក្រៅនៅខាងនេះហើយមិនបានជាយករឿងក្រៅមកដាក់មុនថ្ងៃនេះដោយសារវាជារឿងសន្តិសុខសេដ្ឋកិច្ចពិភពលោកទាំងមូលហើយក៏យើងមានការព្រួយបារម្ភរវាងប្រទេសទាំងពីរនេះដែលជាប្រទេសដែលមានអាវុធនុយក្លេអ៊ែរដូចគ្នាបាទហើយម្នាក់លើតែប្រមានថានឹងបាញ់នុយក្លេអ៊ែរនឹងបាញ់នុយក្លេអ៊ែរហើយវាគ្រោះថ្នាក់មិនមែនសម្រាប់តែពីរនឹងឯណាបើសិនជាបាញ់ចា៎បាទបណ្ដាប្រទេសផ្សេងនៅក្បែរនោះក៏វាប៉ះដែរបាទវាប៉ះដែរហើយជាពិសេសប៉ះមុនគេហ្នឹងគឺនៅសេដ្ឋកិច្ចពិភពលោកទាំងមូលនឹងឯងចា៎ហើយឥឡូវមែនតើទៅលោកអ្នកបើយើងសង្កេតមើលនៅលើពិភពលោកទាំងមូលឥឡូវថាបរិស្ថាននេះកំពុងចាប់ដើមថ្ងៃនេះចា៎បាទបើអ៊ុយក្រែនហើយរុស្ស៊ីហ្នឹងដូចជាចង់2ឆ្នាំនៅរ៉ាំរ៉ៃឡើយបាទនៅនឹងអត់ទៅណាទេនៅតែដាក់គ្នាទៅវិញទៅមកណាតបមកទៀតឥឡូវនេះហ្គាហ្សាប៉ាឡេស្ទីនអ៊ីស្រាអែលឥឡូវក៏ក្តៅទៀតដែរណាព្រោះអ៊ីស្រាអែលបានសម្រេចថានឹងលុកលុយកាន់កាប់ហ្គាហ្សាទាំងមូលធ្វើឲ្យនៅផ្ទុះបាតុភិបបណ្ដាប្រទេសជិតខាងថ្កល់ទោសអ៊ីស្រាអែលបន្តទៀតដែរហើយអ៊ីស្រាអែលនៅបន្តវាយឃើញទេអ៊ីរ៉ង់ក៏អត់ទាន់ស្ងប់នៅឡើយដែរនឹងយ៉ាក់មែនហូទីអាមេរិកទៅដាក់ថ្មីហ្នឹងដែរមិនហើយមិនសិនមួយថ្ងៃហីហូទីបាញ់ចូលពលានយន្តហោះនៅអ៊ីស្រាអែលឃើញទេបាទក្តៅកគុកលោកអ្នកដូចអត់មានឃើញកន្លែងតាណាមួយរៀងណែធ្វើឲ្យមានសេចក្តីសុខលើពិភពលោកសោះចា៎បាទតោះប្រិមិត្តដែលខ្ញុំងាកទៅមើលរឿងរ៉ាវសង្គ្រាមនៅឥណ្ឌានិងប៉ាគីស្ថានតិចព្រឹកមិញបាទព្រឹកមិញនេះយើងដូចជាឃើញប្រព័ន្ធផ្សព្វផ្សាយបរទេសធំហ្នឹងគឺអត់ឃើញដាក់ម៉ោងចាប់ដើមផ្ទុះទេប៉ុន្តែថាយប់មិញថាម៉ោងសម្រាប់យើងនៅម៉ោង7ព្រឹកដែរម៉ោង16ម៉ោងសកលចាអាហ្នឹងតើកញ្ញាមកថាម៉ោងប្រហែលយប់មិញហ្នឹងម៉ោង16 13 14 15 16វាម៉ោង4ទៀតភ្លឺ16 GMT ហ៎អាហ្នឹងនៅឥណ្ឌាខុសគ្នាប៉ុន្មានម៉ោងអាហ្នឹងខ្ញុំអត់ចាំអត់ច្បាស់ទេមេកន្លែងហ្នឹងចាទៅឥណ្ឌាបាទមួយថ្ងៃប្រិមិត្តមើលបើសិនជាធ្លាប់ទៅឥណ្ឌាយើងខុសគ្នាប្រហែលម៉ោងរវាងយើងនឹងនៅឥណ្ឌាចាប៉ុន្តែឥឡូវយើងជម្រាបសាច់រឿងប្រិមិត្តយើងអត់ដឹងថាតើសង្គ្រាមនេះវានឹងរីករាលដាលក្នុងកម្រិតណាទេដោយសារតែការចាប់ផ្ដើមផ្ទុះសង្គ្រាមនេះទើបនឹងថ្ងៃនេះប៉ុន្តែបើសិនលោកអ្នកដឹងពីប្រវត្តិឥណ្ឌានិងប៉ាគីស្ថាននៅតំបន់កាស្មៀរនេះប្រកាសជានឹងដឹងហើយរឿងនេះវារ៉ាំរ៉ៃយូរហើយបាទប៉ុន្តែគេហៅថាផ្ទុះរបៀបរពេះរប៉ោះតាមតែព្រំដែនទេបាទផ្ទុះហ្នឹងប៉ុន្តែសម្រាប់ថ្ងៃនេះគឺជាថ្ងៃដែលភាគីទាំងពីរហ្នឹងផ្លោងប្រភេទកម្រិតមីស៊ីលធំគេថាមីស៊ីលកម្រិតរាប់ពាន់គីឡូដាក់គ្នាហើយទាំងផ្លូវអាកាសទៀតផងបាទអញ្ចឹងការផ្ទុះនៅពេលនេះដោយសារតែវាដើមចំក្តៅដំបូងហ្នឹងគឺចេញពីប្រភពដែលឥណ្ឌាចោទទៅប៉ាគីស្ថានថានៅពីក្រោយភេរវកម្មបាញ់សម្លាប់ជនជាតិឥណ្ឌាចំនួន26នាក់អ្នកទេសចរហ្នឹងចា៎បាទហើយដែលធ្វើឲ្យការស៊ើបអង្កេតរបស់ឥណ្ឌាឃើញថាយ៉ាងម៉េចទេដែលគិតថាប៉ាគីស្ថានជាអ្នកនៅពីក្រោយបាទតែធ្វើឲ្យភាគីទាំងពីរហ្នឹងបានដកទូតរៀងខ្លួនបិទច្រករៀងខ្លួនបាទហើយថ្ងៃនេះឈានដល់កម្រិតផ្លោងប្រភេទមីស៊ីលតែម្ដងបាទ
ផ្ទុះទើបតែម៉ោង7ព្រឹកមិញនេះទេប៉ុន្តែប៉ាគីស្ថានបានចាត់ទុកថានេះជាអំពើណែខូខើរបស់ឥណ្ឌាដែលបានធ្វើមកលើខ្លួនហើយប៉ាគីស្ថានដូចជាបានប្រកាសថាអ្នកស្លាប់មានតែខ្លះតែ3នាក់ខ្លះតែ4នាក់ប៉ុណ្ណោះទេបាទដោយសារតែភាគីខាងទាំងពីរហ្នឹងបានដឹងរៀងខ្លួនថាកម្ដៅនេះអាចនឹងផ្ទុះអាវុធព្រោះប៉ាគីស្ថានចាប់តាំងពីដឹងថាឥណ្ឌាកំពុងតែរៀបចំកម្លាំងនិងសពាវុធទំនើបត្រៀមនឹងវាយធ្វើឲ្យប៉ាគីស្ថានហ្នឹងក៏បានដឹងមុនចលះប្រជាពលរដ្ឋដែលនៅតំបន់នោះមួយចំនួនហើយឲ្យមានយុទ្ធសាស្ត្រទប់ទល់ការពារខ្លួនរួមជាមួយនឹងសាលារៀនរហូតដល់ជាង1000ដូច10000ផងជាង1000ទេរាប់ពាន់សាលារៀនត្រូវបានបិទទ្វាររួចជាមុនទៅហើយបាទចឹងឥឡូវប៉ាគីស្ថានគាត់ចាត់ទុកថានេះជាសង្គ្រាមរវាងប្រទេសនិងប្រទេសហើយដោយសារតែប៉ាគីស្ថានបានចាត់ទុកថាការវាយប្រហាររបស់ឥណ្ឌាគឺបាញ់សម្ដៅគោលដៅប្រទេសទាហានចាបាទប៉ុន្តែសម្រាប់ឥណ្ឌានេះវិញបានលើកឡើងថាខ្លួនបានបាញ់សម្ដៅតែទីតាំងក្រុមភេរវកយបាទដែលបានបាញ់ហ្នឹងសម្ដៅទៅលើចំនួន9ទីតាំងបាទ9ទីតាំងបាទប៉ុន្តែខាងព័ត៌មានខ្លះថាបាញ់គោលដៅ5ទីតាំងចាបាទវាមានព័ត៌មានផ្សេងគ្នាហ្នឹងហើយព័ត៌មានមុននេះបន្តិចប៉ាគីស្ថានបានអះអាងថាខ្លួនបានបាញ់យន្តហោះឥណ្ឌាធ្លាក់3បាត់ហើយចាបាទធ្លាក់យន្តហោះឥណ្ឌា3គ្រឿងបាត់ហើយនឹងដ្រូន1គ្រឿងបាទនេះលោកអ្នកដោយសារតែភាពក្តៅកគុកដែលកើតឡើងនៅឥណ្ឌានេះឥណ្ឌានិងប៉ាគីស្ថាននេះចឹងហើយបានគេខ្ញុំយករឿងនេះមកជជែកគ្នាមុនដើម្បីឲ្យប្រិមិត្តបានជ្រាបជាដំណឹងចាបាទពីព្រោះទី1យើងគិតថាប្រទេសដែលមានអាវុធនុយក្លេអ៊ែររៀងខ្លួននេះវាអាចទប់បានឬមិនបានអត់ធ្មត់បានឬមិនបានវាគ្រោះថ្នាក់ណាស់ហើយបើតាមប្រភពព័ត៌មានដែលក្រៅផ្លូវការដែលយើងទទួលបានភាគីទាំងពីរដូចជាមាននុយក្លេអ៊ែរសិតតែរាប់រយគ្រាប់ចារៀងខ្លួនហ្មងរៀងខ្លួនហ្នឹងហ្នឹងហើយអញ្ចឹងមើលប្រិមិត្តខ្លះក៏សួរពីប្រវត្តិចំនួននៅតំបន់នេះកើតឡើងតាំងពីពេលណាមកហើយរបៀបចំនួននេះវារ៉ាំរ៉ៃរបៀបម៉េចរវាងភាគីទាំងពីរកន្លងមកគេធ្លាប់តែឮថាចេះតែមានរឿងរ៉ាវគ្នារហូតនៅតំបន់កាស្មៀរហ្នឹងបាទប្រកបទៅខាងសេនីបាញ់ជើងចាតកតងជាមួយនឹងរឿងរ៉ាវប្រវត្តិនៃប្រទេសទាំងពីរដែលរ៉ាំរ៉ៃជាមួយគ្នាពីយូរណាស់មកហើយនោះគឺនេះខ្ញុំអនុញ្ញាតជម្រាបជូនចាប់ពីឆ្នាំ1947មកបន្ទាប់ពីចក្រភពអង់គ្លេសបានដកអាណានិគមរបស់ខ្លួនចេញអញ្ចឹងប្រហែលខែបន្ទាប់ពីចក្រភពអង់គ្លេសដកអាណានិគមចេញឥណ្ឌាគឺត្រូវបានបែងចែកចេញជាពីរគឺភាគម្ខាងឥណ្ឌាដែលកាន់សាសនាហិណ្ឌូម្ខាងទៀតគឺប៉ាគីស្ថានដែលកាន់សាសនាអ៊ីស្លាមហើយប្រទេសទាំងពីរក៏បានចាប់ផ្ដើមប្រយុទ្ធគ្នាជាលើកដំបូងដែរដើម្បីធ្វើការគ្រប់គ្រងយកតំបន់កាស្មៀរយកមកគ្រប់គ្រងរៀងៗខ្លួនពីព្រោះនៅពេលដែលចែកជាពីរគឺតំបន់កាស្មៀរហ្នឹងគឺវាស្ថិតនៅតំបន់ឯប្រទីនបតុងអញ្ចឹងទាំងពីរហ្នឹងគឺទាមទារយកមកគ្រប់គ្រងរៀងខ្លួនប៉ុន្តែសង្គ្រាមនេះត្រូវបានកើតឡើងរយៈពេល1ឆ្នាំហើយបញ្ចប់ទៅវិញមកនៅឆ្នាំ1948ដោយមិនទាន់មានភាគីណាមួយច្បាស់លាស់នៅក្នុងការគ្រប់គ្រងតំបន់កាស្មៀរទេបន្តចូលមកដល់ឆ្នាំ1949គឺមានបទឈប់បាញ់ដោយសម្របសម្រួលដោយអង្គការសហប្រជាជាតិចាបែងចែករវាងឥណ្ឌានិងប៉ាគីស្ថានដោយខាងអង្គការសហប្រជាជាតិគេបានសន្យាថានឹងគាំទ្រការបោះឆ្នោតដើម្បីឲ្យប្រជាជននៅក្នុងតំបន់កាស្មៀរនឹងសម្រេចចិត្តថាចូលទៅខាងប៉ាគីស្ថានឬចូលទៅខាងឥណ្ឌាប៉ុន្តែគម្រោងនៃការបោះឆ្នោតនេះគឺមិនបានចេញជាផ្លែផ្កាទេចាគឺមិនមានការធ្វើឡើងនោះឡើយឈានតរហូតដល់1965ចាគូប្រជែងទាំងពីរនៅតែបន្តគ្នាប្រយុទ្ធលើកទី2ដណ្ដើមយកតំបន់កាស្មៀរបន្តទៀតមនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធហ្នឹងហើយមុនពេលដែលមានបទឈប់បាញ់ដែលកាលនោះគឺនៅការប្រយុទ្ធត្រូវមានបទឈប់បាញ់មួយក្រោយមកដែលត្រូវបានបង្កើតឡើងដោយសហភាពសូវៀតនិងសហរដ្ឋអាមេរិកដែលប្រទេសធំទាំងពីរហ្នឹងគឺជាអ្នកចរចាឲ្យមានបទឈប់បាញ់រវាងប៉ាគីស្ថាននិងឥណ្ឌាអញ្ចឹងការចរចានេះបន្តដំណើររហូតមកដល់ឆ្នាំ1966ទើបបញ្ចប់ចឹងភាគីទាំងពីរបានព្រមព្រៀងគ្នាឥណ្ឌានិងប៉ាគីស្ថានយល់ព្រមប្រគល់ទឹកដីដែលពួកគេដណ្ដើមបាននៅក្នុងពេលវាយប្រយុទ្ធគ្នានៅក្នុងសង្គ្រាមហ្នឹងត្រឡប់ឲ្យខ្លួនរៀងៗខ្លួនវិញហើយក៏ដកកងទ័ពរៀងៗខ្លួនដែរចាស្ងាត់បានមួយរយៈមកដល់1971ឥណ្ឌាចាប់ផ្ដើមធ្វើអន្តរាគមន៍សង្គ្រាមទៀតដើម្បីទាមទារឯករាជ្យពីប៉ាគីស្ថានខាងកើតហើយពេលហ្នឹងក៏បញ្ចប់សង្គ្រាមមួយសាទៀតដោយបំបែកទឹកដីចេញជាប្រទេសថ្មីរបស់បង់ក្លាដេស
ហើយក្នុងនោះមានមនុស្សប្រមាណជា3លាននាក់នៅក្នុងត្រូវបានសម្លាប់នៅក្នុងចំនួននៅឆ្នាំ1971ហ្នឹងចូលមកដល់1972ឥណ្ឌានិងប៉ាគីស្ថានបានចុះកិច្ចព្រមព្រៀងសន្តិភាពដោយបដូរឈ្មោះខ្សែបត់ឈប់បាញ់ពីព្រោះនៅតំបន់កាស្មៀរគេដាក់បន្ទាត់កំហមួយដែលគេហៅថាខ្សែបត់ឈប់បាញ់ចឹងឥឡូវនេះគេបានចុះកិច្ចព្រមព្រៀងដូរឈ្មោះខ្សែបត់ឈប់បាញ់កាស្មៀរហ្នឹងនៅតំបន់កាស្មៀរហ្នឹងទៅជាខ្សែកុងត្រូលចាចឹងភាគីទាំងពីរក៏បានចាប់ផ្ដើមដាក់ពង្រាយកងទ័ពខ្លួនឯងនៅតាមបណ្ដោយព្រំដែនហើយប្រែក្លាយទៅជាបន្ទាយទាហានចានៅជុំវិញតំបន់កាស្មៀរហ្នឹងចូលដល់1989ពួកប្រឆាំងកាស្មៀរដោយសារតែមានការគ្រប់គ្រងពីប៉ាគីស្ថានក៏ចាប់ផ្ដើមបះបោរឡើងពហុជាម្ដងទៀតប្រឆាំងទៅនឹងការគ្រប់គ្រងរបស់ឥណ្ឌាហើយឥណ្ឌាក៏បានធ្វើការឆ្លើយតបប៉ះទង្គិចគ្នាទាំងផ្នែកទ័ពទាំងការទូតទាំងយោធានៅក្នុងទីក្រុងញូដេលីនិងទីក្រុងអ៊ីស្លាមាបាតឈានមកដល់1999ទីហ៊ានប៉ាគីស្ថាននិងយុវជនកាស្មៀរក៏ដណ្ដើមយកកំពូលភ្នំហេម៉ាឡ័យយ៉ាងច្រើននៅខាងឥណ្ឌាហើយឥណ្ឌាក៏ឆ្លើយតបវិញដោយការទម្លាក់គ្រាប់បែកតាមអាកាសនិងប្រើកាភ្លើងធំហើយយ៉ាងហោចណាស់ក៏មានក្រុមអ្នកសកម្មប្រយុទ្ធ1000នាក់ត្រូវបានសម្លាប់នៅក្នុងរយៈពេលត្រឹមតែ10សប្តាហ៍ពិភពលោកក៏មានការព្រួយបារម្ភខ្លាចការប្រយុទ្ធគ្នាកើនឡើងកាន់តែខ្លាំងឈានដល់ចំនួននុយក្លេអ៊ែរពេលនោះអាមេរិកក៏ចេញមុខសម្របសម្រួលបញ្ចប់ការប្រយុទ្ធនៅឆ្នាំ1999មកដល់2016ស្ងប់ស្ងាត់មួយរយៈចូលដល់2016ពួកសកម្មប្រយុទ្ធលួចចូលទៅក្នុងមូលដ្ឋានទ័ពនៅតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌាហើយសម្លាប់ទាហានយ៉ាងហោចណាស់18នាក់ឥណ្ឌាក៏បានឆ្លើយតបវិញដោយបញ្ជូនកងកម្លាំងពិសេសចូលទៅក្នុងទឹកដីដែលគ្រប់គ្រងដោយប៉ាគីស្ថានក្រោយមកអះអាងថាបានសម្លាប់ពួកឧទាមដែលសង្ស័យជាច្រើននាក់ហើយអ្នកប្រយុទ្ធទាំងសងខាងហើយក៏ដូចជាជនស៊ីវិលក៏ត្រូវបានសម្លាប់នៅក្នុងគ្រានឹងដូចគ្នាផងដែរមកដល់2019ភាគីទាំងពីរក៏ខិតតែចិត្តចូលទៅសង្គ្រាមម្ដងទៀតបន្ទាប់ពីក្រុមបះបោរកាស្មៀរបើករថយន្តផ្ទុកគ្រឿងផ្ទុះបំបុកចូលទៅក្នុងឡានក្រុងដែលដឹកទាហានឥណ្ឌាពេលហ្នឹងសម្លាប់មនុស្សអស់40នាក់បន្ទាប់ពីពេលបុកនឹងហើយឥណ្ឌាក៏ចាប់ផ្ដើមមានកំហឹងសងសឹកវិញឥណ្ឌាធ្វើការវាយប្រហារតាមផ្លូវអាកាសនៅក្នុងទឹកដីប៉ាគីស្ថានហើយអះអាងថាការវាយប្រហារហ្នឹងគឺឥណ្ឌាវាយប្រហារទៅលើកន្លែងដែលបណ្ដុះបណ្ដាលក្រុមសកម្មប្រយុទ្ធក្រោយមកប៉ាគីស្ថានក៏បានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌានិងចាប់អ្នកបើកយន្តហោះម្នាក់របស់ឥណ្ឌាហើយស្ថានភាពក៏ត្រូវបានតានតឹងកាន់តែខ្លាំងចាក្រោយមកក៏ត្រូវបានសម្របសម្រួលមួយរយៈក៏ត្រូវបានស្ងប់ស្ងាត់ឈានមកដល់2025ដែលគំនុំកន្លងមកមិនទាន់បានសាបរលាបចាត្រជាក់ចិត្តទេគឺពួកសកម្មប្រយុទ្ធបានវាយប្រហារអ្នកទេសចរឥណ្ឌានៅក្នុងទីក្រុងរមណីយដ្ឋានមហាហ្គាំសម្លាប់មនុស្ស26នាក់ដែលភាគច្រើនជាអ្នកកាន់សាសនាហិណ្ឌូឥណ្ឌាក៏បានបន្ទោសប៉ាគីស្ថានថាប៉ាគីស្ថានជាអ្នកបង្កហេតុនឹងកើតឡើងប៉ុន្តែប៉ាគីស្ថានបដិសេធច្រានចោលថាខ្លួនមិនបានធ្វើបន្ទាប់មកចាកំហឹងមិនទាន់បញ្ចប់ឥណ្ឌាក៏បដិញ្ញាសងសឹកវាយប្រហារបកនៅពេលដែលចំណុចនៃការតានតឹងនេះគឺកាន់តែឡើងកម្ដៅចាប់តាំងពីឆ្នាំ2019បូកមកដល់ពេលនេះបន្ថែមទៀតអញ្ចឹងប្រទេសទាំងពីរក៏បានលុបចោលទឹកតការនៅក្នុងប្រមាណរយៈមុននេះពេលដែលផ្ទុះអ្នកទេសចរត្រូវបានសម្លាប់ហ្នឹងប្រទេសទាំងពីរបានលុបចោលទឹកតការសម្រាប់ពលរដ្ឋទៅវិញទៅមកហើយបានបញ្ជាឲ្យអ្នកការទូតបិទច្រកព្រំដែនគោកតែមួយគត់របស់ពួកគេនឹងចោលហើយបិទដែនអាកាសនៃប្រទេសទាំងពីរឥណ្ឌាប៉ាគីស្ថានហ្នឹងមិនឲ្យមានការហោះហើរទៅវិញទៅមកហើយទីក្រុងញូដេលីក៏បិទផ្អាកសន្ធិសញ្ញាដែលចែករំលែកទឹកទៅកាន់ប្រទេសប៉ាគីស្ថានដូចគ្នាចាគឺបិទតែមិត្តនេះជាប្រវត្តិចំនួនរវាងប្រទេសទាំងពីរហ្នឹងដែលកើតឡើងមកដល់បច្ចុប្បន្នដែលឈានដល់ការផ្ទុះសង្គ្រាមធំថ្ងៃនេះហ្នឹងពីមុនធំណែណាប៉ុន្តែថ្ងៃនេះមិនដឹងជាថាតើធំកម្រិតណាទេព្រោះកំពុងតែចាប់ផ្ដើមបាទប៉ុន្តែប្រវត្តិសេនាងបានជម្រាបជូននៅបាញ់មិញនេះដោយលោកអ្នកបានដឹងឲ្យតាមលំដាប់ដោយប៉ុន្តែខ្ញុំសង្ខេបខ្លីបន្តិចលោកអ្នកទៅខាងដើមចំបន្តិចប្រវត្តិនៃចំនួននេះគឺដោយសារតែក្រោយពេលដែលអង់គ្លេសបានដកអាណានិគមចេញទៅហ្នឹងគឺដោះស្រាយអត់ជាស្រឡះចាដោះស្រាយអត់ជាស្រឡះធ្វើឲ្យអាចកន្លែងតំណឹងធ្វើឲ្យច្បោកច្បល់រវាងប្រទេសទាំងពីរតាមពិតទៅកន្លែងតំបន់កាស្មៀរហ្នឹងលោកអ្នកខ្ញុំលើកប្រវត្តិបន្តិចឡើងវិញកន្លែងតំបន់កាស្មៀរហ្នឹងជាប្រវត្តិកន្លែងតំបន់ប្រជុំភ្នំរវាងប្រទេសទាំងពីរនៅព្រំប្រទល់គ្នាហ្នឹងប្រជុំភ្នំច្រើនណាស់ហើយគឺជាកន្លែងជនជាតិដើមភាគតិចរស់នៅគឺតំបន់ហ្នឹងគឺទាំងអស់ជាជនជាតិភាគតិចទាំងអស់ហើយជនជាតិភាគតិចទាំងអស់ហ្នឹងគឺវាមានសាសនាពីរគឺសាសនាអ៊ីស្លាមនិងសាសនាហិណ្ឌូបាទសាសនាហិណ្ឌូហើយពេលនោះនៅតំបន់ជនជាតិភាគតិចហ្នឹងវាមានអញ្ចេះទៀតជនសាសនាអ៊ីស្លាមនេះជនជាតិសាសនាអ៊ីស្លាមហ្នឹងអ្នកមេកត្រៀងដែលកាន់មេនៅនោះមេសាសនាហ្នឹងជាអ្នកសាសនាហិណ្ឌូមេសាសនាហិណ្ឌូមកធ្វើមេសាសនាអ៊ីស្លាមប៉ុន្តែជនជាតិភាគតិចទេជនជាតិពេលនោះវាមុនពេលដែលអង់គ្លេសដាក់អាណានិគមព្រោះអង់គ្លេសដាក់អាណានិគមនៅប៉ាគីស្ថាននេះហ្នឹងគឺ
នៅក្នុងឆ្នាំ1900ឆ្នាំ1862 ចា៎ បានន័យថាអង់គ្លេសបានដាក់អាណានិគមនៅនោះចំនួន75ឆ្នាំបាទដាក់អាណានិគម75ឆ្នាំពេលដែលអង់គ្លេសដកអាណានិគមចេញទៅអង់គ្លេសបានសម្រេចចិត្តឲ្យមេសាសនាហ្នឹងមកទៅជែកគ្នាថាតើឥឡូវនៅពេលដែលអង់គ្លេសដកចេញទៅសម្រេចចិត្តទៅខាងប៉ាគីស្ថានឬក៏សម្រេចចិត្តទៅខាងឥណ្ឌាបាទឬក៏កន្លែងតំបន់ហ្នឹងសម្រេចចិត្តយកជាតំបន់ឯករាជ្យ ចា៎ អង់គ្លេសដាក់អញ្ចឹងដែរប៉ុន្តែពេលនោះការសម្រេចចិត្តរបស់មេសាសនាជនជាតិភាគតិចហ្នឹងអត់បានសម្រេចជាមួយនឹងអង់គ្លេសហ្នឹងថាត្រូវយកអាណាឲ្យច្បាស់លាស់យកជាឯករាជ្យក៏អត់មានសម្រេចព្រោះតែជ័យគ្នាវាអត់ត្រូវទៅរឿងជនជាតិភាគតិចហ្នឹង ចា៎ ប៉ុន្តែក្រោយមកពេលអង់គ្លេសគេថាវានៅមិនចេះស្លាប់អង់គ្លេសដល់ពេលសម្រេចថាដោះស្រាយចប់ហើយមិនចប់ហើយត្រូវតែដកអាណានិគមចេញឲ្យផុតអញ្ចឹងវាបន្សល់ទុកអារឿងហ្នឹងឯងបន្សល់ទុករឿងហ្នឹងវាមិនចេះស្លាប់ ចា៎ បើមិនចេះស្លាប់ក្រោយមកជនជាតិដើមភាគតិចហ្នឹងមួយខាងសម្រេចចិត្តទៅខាងប៉ាគីស្ថានហើយមួយខាងទៀតសម្រេចចិត្តទៅខាងឥណ្ឌា ចា៎ ដែលធ្វើឲ្យមេសាសនាទាំងពីរហ្នឹងនៅនោះប្រខំគ្នាអត់ចេះចប់ចេះហើយ ចា៎ បាទអាហ្នឹងជាចំណុចដើមចំនៃចំនួនប្រវត្តិតិចមិញដោយសារតែនាងបានរៀបរាប់ពីចំនួនចាប់ពីឆ្នាំ1947 ចា៎ 1947គឺជាថ្ងៃដែលអង់គ្លេសដកអាណានិគម ចា៎ដកមក បាទហ្នឹងហើយអញ្ចឹង